ថ្ងៃនេះខ្ញុំសូមនិយាយបន្តិចគឺថាឲ្យមនុស្សខ្លះដែលគេដឹងគុណឪពុកម្ដាយហើយឲ្យមនុស្សខ្លះដែលគេធ្វើអំពើមិនគប្បីចំពោះឪពុកម្ដាយបាទដូច្នោះមិននឹងខ្ញុំនិយាយអំពីមនុស្សដែលដឹងគុណឪពុកម្ដាយហើយមនុស្សដែលមិនទាន់ដឹងគុណឪពុកម្ដាយធ្វើអំពើល្អមិនគប្បីឪពុកម្ដាយរបស់ខ្លួនដូច្នោះបើខ្ញុំនិយាយចេញមានការមិនគប្បីចំពោះនរណាម្នាក់នោះក៏សូមខន្តីនិងអភ័យទោសចំផងព្រោះឯងខ្ញុំនិយាយនេះចង់ឲ្យមនុស្សទាំងអស់លើលោកនេះគឺថាឪពុកម្ដាយយើងមិនអាចប្រមាថគាត់បានទេណានេះជាឪពុកម្ដាយរបស់យើងបើសិនណាយើងប្រមាថឪពុកម្ដាយយើងធ្វើអ្វីមួយនោះក៏វាមិនបានសម្រេចដោយបំណងដែរកម្មផលនឹងវាមករស់ដល់យើងណាឪពុកម្ដាយនេះហើយជាដង្ហើមរបស់យើងអ្វីយើងធ្វើបើសិនណាយើងមិនដឹងគុណឪពុកម្ដាយហើយទោះបីយើងសម្រេចធ្វើបានសម្រេចក្តីក៏ធ្លាក់ទៅថ្ងៃនោះកម្មផលនឹងមករស់យើងជាមិនខានទេហើយបើសិនមនុស្សណាដែលដឹងគុណឪពុកម្ដាយនោះទោះបីអ្នកនោះក្រឬមួយយ៉ាងណាក្តីប៉ុន្តែការរស់នៅនឹងការដែលគេទទួលនៅផលបុណ្យដែលគេធ្វើល្អចំពោះឪពុកម្ដាយវាខ្លាំងក្លាជាងទ្រព្យសម្បត្តិដែលគេរស់បាននោះទៀតនេះហើយជាផលបុណ្យរបស់គេគឺថាក្នុងគ្រួសាររបស់គេដែលមានភាពត្រជាក់ត្រជុំមកក៏គ្មានអ្វីមកបៀតបៀនបានដែរព្រោះតែហេតុគេរស់នៅគេស្គាល់ឪពុកស្គាល់ម្ដាយគេមិនធ្វើអំពើអ្វីមួយខុសចំពោះឪពុកម្ដាយឡើយនេះហើយជាបុណ្យរបស់គេហើយចំពោះមនុស្សដែលមិនស្គាល់គុណឪពុកម្ដាយទោះបីគេមានទ្រព្យសម្បត្តិធំធេងយ៉ាងណាក្តីក៏មានថ្ងៃគេនៅលេខសាបសូន្យព្រោះអ្វីព្រោះតែគេមិនស្គាល់អ្វីគេហៅថាឪពុកនិងអ្នកម្ដាយដែរនេះហើយជាផលកម្មរបស់គេដូច្នោះខ្ញុំសូមនិយាយប្រាប់ថានៅលើលោកនេះទោះបីយើងយ៉ាងក្រយ៉ាងណាក្តីហើយឬមួយយើងមានទ្រព្យសម្បត្តិធំធេងយ៉ាងណាក្តីសូមឲ្យតែអ្នកទាំងអស់គ្នាកុំឲ្យបំភ្លេចគុណឪពុកម្ដាយ